សម្រាប់ការប្រើប្រាស់ auto generate bằng nền ហ្នឹងតែយើងចូលមកដល់យើង select យើងត្រូវការ select ផ្ទៃ surface 21មកហើយជាដំបូងពេលចូលមកដល់វា default setting របស់វាគឺ generate វងននធម្មតាប្រភេទបឈើអត់មានទាញឬក៏ចងទៅគៀនឆ្វេងស្ដាំអីទេអញ្ចឹងពេលយើងចូលដំបូងយើងមានកន្លែង preview 2 top view ហើយមួយ front view មួយយើងអាចស្រែវារបស់វាហ្នឹងចង់បាន shape ហើយ pattern មិនក៏បានអាហ្នឹងយើងមាន pattern ដូចជា5ក៏ខុសគ្នាប្រភេទគេបត់វងននហឹងស្ទាប់ឥឡូវខ្ញុំចេះនិយាយស្អាតនេះនេះយើងអាចស្រែអានេះគម្លាតrandom ពេលយើង generate មកគឺវាមានគម្លាតខុសគ្នាបំផែងពីវាមួយទៅវាមួយdepth ហើយ pitch ចូលវាតិចយើងតម្លាក់ random មកឲ្យវាដូចគ្នាទាំងអស់វិញuneven floor head នេះប្រភេទវងននវាអត់ស្មើគ្នាខាងក្រោមពេលនៅលើ floor អូពោះពេកខ្ញុំតម្លាក់មក1ឬក៏2លុបនេះចេញមកអូខេអញ្ចឹងយើងមានប្រភេទហ្នឹងឥឡូវយើងទៅធម្មតាវិញ review យើងទៅឡើងdepth យើងអាចនេះមើលឡើង top view បានតែ top view ពេលណាដែលយើងកែ mode ច្រើនពេកទៅវាផ្លាស់ប្ដូរទៅតាមការចងវងនរបស់យើងឧទាហរណ៍ថាឥឡូវអានេះវាត្រង់អញ្ចឹងវាឃើញអញ្ចឹងតែដល់ពេលយើងយកវា style នេះ Thai back style នេះប្រភេទចងឆ្វេងចុះអញ្ចឹងការនេះវាប្រែប្រួលពេលណាដែលវងនយើងចងប្រវែងវាគឺខុសគ្នាហ្មងនឹងយើងអត់ទៅឲ្យវាលយចេញមកក្រៅទេតែដល់ពេលយើងកែចងទៅខាងឆ្វេងទៅវាហិតចូលគ្នាទៅវាធ្វើឲ្យអា form វានឹងផ្លាស់ប្ដូរតាមហ្នឹងខ្ញុំព្យាយាមធ្វើខ្សែនេះដែរតែវារៀងបាក់ធ្វើតិចចាហ្នឹងយើងចាប់ចែកខ្លួនឯងអូខេយើងអាច preview នេះ front view បានសម្រាប់ការធ្វើវងននបែបចងទៅឆ្វេងឬស្ដាំចងអានេះកម្ពស់យើងចងយកតំណាទៀបទៅទាញចូលសំនេះហើយវងននបើយើងចង់បានវងននតែប៉ុណ្នេះយើង select ផ្ទៃតែប៉ុណ្នេះបានហើយអញ្ចឹងpreview របស់យើងគឺវាកែទៅតាមហ្នឹងឥឡូវខ្ញុំសាក select ផ្ទៃធំនេះឃើញទំហំកម្ពស់ហើយនឹង ratio កម្ពស់ជាមួយនឹងបណ្ដោយវាគឺដូចវាផ្លាស់ប្ដូរដូចគ្នាអូខេ preview នេះលើកឡើងបន្តិចថៃបេកពេលខ្លះដែលយើងទាញតាក់អញ្ចឹងអាចចុចយកហ្មងពេលចូលមកដល់អូនេះអានេះជាប្រភេទខ្សែចងនេះយើងចង់ឲ្យវាក្រាស់តិចតែ12 default អញ្ចឹងខ្ញុំវ៉ាំងនើវាច្រើនគេធ្វើកោងប្រភេទកោងចេញក្រៅហើយអញ្ចូលក្នុងវិញបាទនេះវាកោងទៅក្នុងយកហ្មងអញ្ចឹងយើងអាច preview នេះបានកែប្រភេទនេះ shape របស់វាគឺយើង top curve នេះគឺកែចេញមកតម្លាក់មកវាមកឲ្យវាចេញជាប្រភេទកោងចេញក្រៅចូលក្នុងនេះហើយខាងក្រោមនេះវាច្រើនម៉ងនិនគឺវាធ្លាក់មកត្រង់ហ្មងវាអត់ត្រេតទៅចឹងណាយើងអាចកែយើងមើល preview នេះមកហើយ complete control Z ដើម្បីលុបវិញនេះអាចធ្វើចេះអូខេកោងចេញមកក្រៅតិចមកនេះចឹងអានេះវ៉ាំងននយើងបានតែនេះយើង preview ណាបើយើងចង់ generate full ហ្មងគឺវាpolygon hìnhច្រើនបន្តិចយើងអាចនឹង
គុំត្រូវការកម្លាំងកុំព្យូទ័រយើងដោយសារនេះវាទាញអញ្ចឹងខ្ញុំខិតវាចូលក្នុងតិចកុំឲ្យវាលើយចេញពេកយើងទៅdepth ពេលណាដែលបងដល់យើងឃើញទៅវាដូចគ្នាពេកវាអត់ស្អាតយើងអាចប្រភេទកែកម្រិតពីមួយ random ហើយមួយទៀតត្រូវកែនេះ uniform ទៅ organic វិញឲ្យវា random ដែរហើយ generate អូខេនេះយើងឃើញមានកន្លែងខ្លះវាចិត្តគ្នាហើយកន្លែងខ្លះវាឆ្ងាយពីគ្នាអញ្ចឹងតែយើងលុបអត់ផ្ទៃនេះមកយើងឃើញច្បាស់អញ្ចឹងវាដូច organic ហ្មងតែនេះរៀងជាមួយខ្ញុំ generate ពេលណាយើង generate final ទៅវាអត់អីទេដោយសារនេះវារៀងតិច polygon ហើយជើងនេះវារៀងខុសគ្នាច្រើនពេកអញ្ចឹងខ្ញុំតម្លាក់មកវិញធំ2 3ចាស់ហ្នឹងយ៉ាត្រូវ select ផ្ទៃសិនច្រឡំលុបអស់លេងនេះមួយដាក់មួយកុំឲ្យខុសឆ្ងាយពេកនេះចង់បង្កើនចំនួននេះហើយយើងអាចទាញនេះទូចមកអូខេតែអានេះវារៀងលើយឆ្ងាយពេកខ្ញុំចង់ធ្វើអង្នើនមួយទៀតបែបនៅកណ្ដាល review មើលទាញនេះចូលក្នុងតិចតម្លាក់នេះវិញកោងចេញក្រៅពេកបន្ទាប់ពីយើងពេញចិត្តអា style យើងចង់បាននេះអូចងឲ្យវាចូលក្នុងតិចអីណាញ៉ា select ផ្ទៃទេដោយសារនេះយើងទួយវិញចឹងយើងខ្ញុំទាញ pick វាឲ្យឡើងរៀងនេះធំវិញឥឡូវថាយើងយក style ប៉ុណ្ណឹងចុះនេះទូចពេកនេះបន្ទាប់មកយើងចុចពេលណាដែលយើងបាន setting នឹងហើយយើងអាចប្រើ setting នឹងដែរដើម្បី generate មួយទៀតយើងគ្រាន់តែដូរខាងទៅខាងស្ដាំវិញហើយចុច generate កដាលអញ្ចឹងចុចយកពាក្យថា bow នេះដោយសារវាសល់ space កដាលពេកខ្ញុំអាចលាតអាកដាលហ្នឹងអូយើង generate នេះឲ្យសិនយក final ហ្មងសិន generate វាស៊ីពេលតិចអីយ៉ានេះ segment យើងរៀបកើនចាំនេះតម្លាក់ទៅ12វិញតាមចុចម្ដងទៀតអូខេ control តាមប៉ុន្តែនេះវាត្រូវផ្អៀងបន្តិចវាស្អាតវាបាក់ generate តិចហ្នឹងមកស្ដាំលើវាហើយចុច smooth ទៅខ្ញុំសាក់ clean line មកបើ purify នេះវាអាច clean line ខាងនេះបានផ្ទៃមុខមកពេលខ្លះវាបាក់ reverse face វា clean line
យើងបានមកជាហៀងអីចឹងយើងអាចប្រើអាហ្នឹងដើម្បី generate មកជាហៀងទៀតដោយសារយើងអត់ចង់ឲ្យវាដូចគ្នាហ្មងបើ mirror វាក៏បាន copy mirror វាតែយើងចង់បាន random អញ្ចឹងថ្ងៃក្រោយទៅអាចនឹង update ទៅវាអាច generate អា line ចងនេះស្រួលអូខេ smooth យើងទៅ select ផ្ទៃការាវិញgenerate យ៉ា preview សិនខ្ញុំចង់បង្កើននេះខាងលើវានេះឲ្យរៀងវែងបន្តិចយើងអាចទៅមើល preview របស់យើងបានខាងលើនេះចោងខាងក្រោមយើងចង់បង្កើនវាថែមទៀតតើយើងបរិចអាផ្ទៃយើងហ្នឹងឲ្យធំជាងហ្នឹងកោតអត់ទាន់ស្អាតព្រោះវា mirror ដូចខាងឆ្វេងខាងស្ដាំស្អាតអូខេឥឡូវថាយើងយកចឹងចុះជប់ខាងក្រោមវាអត់ទាន់បរិចទូជាងហ្នឹងកម្ពស់វិញតាមស្រីកម្ពស់វាមិញហើយថាយើងយកចឹងចុះអូខេមូតខ្ញុំផ្គុំផ្ទៃនឹងចូលគ្នាវិញដើម្បីចង់បង្កើតមួយទៀតខ្ញុំគ្រប់វាហ្មងទៅចូលទៅក្នុង select face ហើយយើងបង្កើតប្រភេទ banner ធម្មតាវិញយើងណាន់នេះតែអត់ចង់ឲ្យវាកោងចេញចូលវែងពេកតម្លាក់ depth វាមកអញត្រូវការ scale វាចូលថែមទៀតមកឲ្យវាចេញមកក្រៅឬក៏ទាញ banner ហ្នឹងមកមុខវិញណាបើមិនទាអានោះទៅក្រោយទានេះមកមុខឲ្យវាជាប់គ្នាយកទៅកុំតន់លុប face ហ្នឹងខ្ញុំចង់តេស្តអានេះមួយទៀតអាប្រភេទដូចយកពេល banner វាបុកគ្នាទៅវាបង្កើតជាប្រភេទ symbol omega យើងអាចមើលអានេះបានវាខាងលើនេះ top view នេះ select depth ឲ្យចេញមកយល់គឺវាបុកចូលនេះហើយគឺវាគួចចេញក្រៅសិនបានឡើងមូលដើម្បីទៅវាបន្តទៀតអញ្ចឹង
នេះដូចវាកោងជាងក្រៅចេះបាក់ស្រេចនេះវាកោងហ្នឹងពេលវ៉ាងនើវាបុកគ្នាយ៉ាច្រឡំចាក់នេះអានេះបាននេះចេះវាគួចចេះអញ្ចឹងយើងអាចសេរីនេះព្រោះវ៉ាងនើវាមិនចឹងទាំងអស់ទេអញ្ចឹងយើងអាចសេរីតម្លាក់អានេះមកវាមានអាខ្លះវាចឹងទៅហើយ style ផ្សេងអញ្ចឹង pick អូខេហើយតាមយើងសេរីយើងចង់បានប៉ុន្មានណាយើងសេរីតាមហ្នឹងតែនេះសម្រាប់តែវាវែងពេកណាបើវាអត់នេះទេវាអាស្លឹករបស់វាហ្នឹងគឺវ៉ាងនើរបស់យើងគឺវាអត់កោងដូចមិញទេវាដូចអាមុខនេះវិញផ្លេចវាបច្ចេកយើង power ស្រួលចាក់ texture តែបើ texture យើងកណាត់ធម្មតាអត់អីទេកុំឲ្យតែវាមានអីលើ texture ហ្នឹងណានេះវាឡាញច្រើនពេកចឹងខ្ញុំអាច reduce កាត់បន្ថយឡាញនឹងបានប្រើ purify clean line on face ចូលមើលពណ៌ផ្សេងដែរនេះគ្រាន់យើង preview ទេហើយអូខេទៅមើលពេលណាដែល update ទៅយើងអាច custom preset វាច្រើនទៀតតែឥឡូវវា version 1ដល់ចេញ